Trump discloses Israel halt a bombing in Gaza, urges Hamas to move quickly លោក Trump គាត់បាន discloses មានន័យថាជាកិរិយាសព្ទយើងថាដោយសារតែ Trump គឺជា he យ៉ាង disclose មានន័យថាបង្ហាញជាសាធារណៈលោក Trump បានបង្ហាញជាសាធារណៈ Israel halt យើងប្រែមកថាការបញ្ឈប់ជាងការបញ្ឈប់របស់ Israel ប៉ុន្តែ S នេះជាកម្មសិទ្ធិណា Israel's halt or bombing យើងប្រែមកថាការទម្លាក់គ្រាប់បែក in Gaza នៅក្នុងតំបន់ Gaza urges នឹងគឺជាកិរិយាសព្ទមកពីលោក Trump ហ្នឹងហើយចឹងលោក Trump ហ្នឹងក៏បាន urges គឺបានទទូចឲ្យ Hamas ហ្នឹងគឺពួកក្រុម Hamas ណាពួកទៀមហ្នឹង to move quickly move នេះមានថាដំណើរការ to move quickly ដំណើរការបានលឿននេះគឺចង់សម្ដៅទៅលើកិច្ចព្រមព្រៀងដោយសារលោក Trump បានដាក់កិច្ចព្រមព្រៀងចំនួន20ចំណុចដើម្បីឲ្យពួក Hamas ទទួលយកទៅនិងបញ្ចប់ការវាយប្រហារនៅតំបន់ Gaza ហ្នឹងតែម្ដងអញ្ចឹងចំណងជើងគេដាក់ថាលោក Trump បាន disclose បានបង្ហាញជាសាធារណៈនៅការបញ្ឈប់នៃការទម្លាក់គ្រាប់បែករបស់ពួក Israel នៅក្នុងតំបន់ Gaza ហើយក៏បានទទូចឲ្យពួកក្រុម Hamas ហ្នឹងបន្លឿនឲ្យបានឆាប់រហ័សផងដែរ Israel has temporarily stopped ចឹងគេថា Israel ហ្នឹងគឺបានបញ្ឈប់ជាបណ្ដោះអាសន្ន temporarily យើងប្រែមកថាជាបណ្ដោះអាសន្នអញ្ចឹង has stopped មានន័យថាបានបញ្ឈប់ជាបណ្ដោះអាសន្ន the bombing ការទម្លាក់គ្រាប់បែក in the Gaza Strip នៅតំបន់ Gaza Strip to give ដើម្បីផ្ដល់hostage release និងផ្ដល់នៅគេហៅថាការដោះលែងចំណាប់ខ្មាំង release យើងប្រែមកថាការដោះលែង hostage ប្រែមកថាចំណាប់ខ្មាំងអញ្ចឹងពីរនឹងបូកចូលគ្នាមានន័យថា hostage release គឺដោះលែងចំណាប់ខ្មាំង and the 20-point peace deal 20-point peace deal អញ្ចឹងថាកិច្ចព្រមព្រៀងបកពីក្រោយមុនមកកិច្ចព្រមព្រៀងសន្តិភាពដែលមានចំនួន20ចំណុចចឹងអ្នកត្រូវចាំនៅពេលគេប្រើជាមួយនឹង plural ហើយគេដាក់ hyphen នៅកណ្ដាលជាមួយអានឹងអត់មានដាក់ s មកទៀតទេណាចឹង20 ត្រេមួយ point តែម្ដងតែអត់មានត្រេទេអានឹងដាក់ s points ទៅអញ្ចឹង20 point peace deal a chance ឱកាសណា to be completed ជាមកដល់ឱកាសហ្នឹងដើម្បីឲ្យវាចប់សពគ្រប់ to be completed according to នេះបញ្យោងទៅតាម according to បញ្យោងទៅតាម US President Donald Trump បញ្យោងតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump on Truth Social ហើយក៏បានបង្ហោះនៅលើបណ្ដាញសង្គម Truth on Saturday កាលពីថ្ងៃស្អែកអញ្ចឹងលោក Trump ជាមួយនឹងលោករដ្ឋមន្ត្រីអ៊ីស្រាអែលមិនតាញហ៊ូនឹងក៏បានព្រមព្រៀងគ្នានៅចំនួន20ចំណុចដើម្បីឲ្យមានកិច្ចព្រមព្រៀងមួយគឺសន្តិភាពនៅតំបន់ Gaza ប៉ុន្តែគេបានទទូចឲ្យពួក Hamas ហ្នឹងគឺទម្លាក់អាវុធចុះដើម្បីឲ្យបញ្ចប់ការសម្លាប់បង្គាលនៅ Gaza Strip ក៏ប៉ុន្តែពួក Hamas ហ្នឹងគឺគាត់មិនព្រមទេដោយសារតែនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺភាគច្រើនគឺជាផ្ដល់នៅការសម្រាប់អ៊ីស្រាអែលbởiអាមេរិកក្នុងការគ្រប់គ្រងតំបន់ Gaza Strip អញ្ចឹងពួក Hamas ហ្នឹងប្រហែលជាមិនទទួលយកកិច្ចព្រមព្រៀងទេអញ្ចឹងនៅតែរក្សាទុកចំណាប់ខ្មាំងដដែលដើម្បីគម្រាមដល់អ៊ីស្រាអែលប៉ុន្តែអ៊ីស្រាអែលនៅតែធ្វើការវាយប្រហារសន្ធាប់ជានិច្ចថ្ងៃនេះអស់60នាទីគាត់ស្លាប់ចឹងនេះជារឿងរ៉ាវទាក់ទងអត្ថបទខ្លីមួយស្ដីអំពីតំបន់ Gaza Strip ខ្ញុំบอกឲ្យលោកអ្នកម្ដងទៀតលោក Trump បានបង្ហាញជាសាធារណៈនៅការបញ្ឈប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងតំបន់ Gaza ហើយបានទទូចឲ្យពួក Hamas បន្លឿននៅបានកាន់តែលឿនអ៊ីស្រាអែលបានឈប់ទម្លាក់គ្រាប់បែកជាបណ្ដោះអាសន្ននៅក្នុងតំបន់ Gaza Strip ដើម្បីផ្ដល់ឲ្យមានការដោះលែងចំណាប់ខ្មាំងក៏ដូចជាឱកាសនៃកិច្ចព្រមព្រៀងទាំង20កិច្ចព្រមព្រៀងសន្តិភាពចំនួន20ចំណុចដើម្បីអាចនឹងត្រូវបានបញ្ចប់និយោងតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានបង្ហាញនៅក្នុងបណ្ដាញសង្គម Social Truth កាលពីថ្ងៃសៅរ៍បើលោកអ្នកចាប់អារម្មណ៍ការរៀនភាសាអង់គ្លេសអត្ថបទនៃការបកប្រែអត្ថបទកាសែត
លោកអ្នកអាចសិក្សាជាមួយនឹងខ្ញុំបានតម្លៃសិក្សា$20លោកអ្នកសិក្សាបានជារៀងរហូតយើងមានអត្ថបទយើងមានជាវីដេអូហើយមានការបញ្យល់យ៉ាងច្បាស់លាស់នៅក្នុងវគ្គសិក្សានេះផងដែររឿងសិក្សាជាមួយខ្ញុំ Mr. Ray